on the day on Ngàyនេះអាកាសធាតុល្អមេឃបើកថ្ងៃឡើងក្តៅហែងតែម្ដងងាកទៅមុខផ្ទះមានតឡាចទុំមួយអត់ដឹងថាត្រូវធ្វើទឹកតឡាចឬក៏ធ្វើនំតឡាចទេប៉ុន្តែឥឡូវមកបេះតឡាចហ្នឹងយកទៅសិនព្រោះខ្លាចទុកយូរធ្វើអីអត់កើតគិតចុះគិតឡើងក៏នឹកឃើញថាទឹកតឡាចធ្លាប់ធ្វើញ៉ាំហើយប៉ុន្តែនៅតែនំតឡាចអត់ដែលបានធ្វើសោះហើយក៏យកតឡាចដែលទុំនេះយកទៅទុកធ្វើនំឲ្យកូនញ៉ាំចាំមើលសាករៀនធ្វើនំតឡាចលើកទី1ជាមួយខ្ញុំទាំងអស់គ្នាមុនដំបូងខ្ញុំយកតឡាចទុំមកពុះធ្វើជា4បំណែកណាពុះហើយខ្ញុំឆ្កឹះគ្រាប់ចេញបន្ទាប់ពីឆ្កឹះគ្រាប់ចេញអស់ហើយទើបខ្ញុំឈូសសាច់តឡាចហ្នឹងពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនមានខ្នោដូចខ្ញុំកំពុងកាន់អញ្ចឹងយើងកោសសាច់តឡាចមកគឺល្អមែនតើហើយងាយស្រួលទៀតកោសសាច់តឡាចឲ្យអស់ចេញពីសបកមកព្រោះដោយសារតែសបកតឡាចហ្នឹងក៏វារាងក្រាស់ដែរអញ្ចឹងខ្ញុំកោសសាច់តឡាចហ្នឹងរាងស្ដើងកោសវាយកមកយើងកោសយកតែសាច់បានទេណាកុំឲ្យដោយអាសបករឹងពេលដែលកោសហើយអស់ខ្ញុំពូតទឹកវាចេញម្សាសិនបន្ទាប់ពីពូតទឹកចេញម្សាហើយទើបខ្ញុំច្របាច់វាជាមួយអំបិលដើម្បីឲ្យសាច់តឡាចហ្នឹងវាទន់កុំឲ្យវារឹងហើយកុំឲ្យវាធំក្លិនតឡាចពេលដែលយើងធ្វើនំណាកាលណាវាធំក្លិនក៏វាអត់សូវឆ្ងាញ់ដែរអញ្ចឹងខ្ញុំពូតទឹកចេញម្ដងទៀតហើយខ្ញុំយកវាទៅលាងទឹកស្អាតគ្រាន់តែសាច់ពូតហ្នឹងគឺ3ដងពេលដែលខ្ញុំលាងទឹកស្អាតរួចហើយខ្ញុំយកវាទៅសម្ដិលជាមួយថ្ងៃឲ្យវារាងស្រស់ទឹកបានល្អអញ្ចឹងណាបន្ទាប់មកខ្ញុំចាប់ផ្ដើមទៅកាត់ស្លឹកចេកដោយសារតែខ្ញុំមានស្លឹកចេកណាំវ៉ានៅក្បែរផ្ទះស្រាប់ពេលដែលខ្ញុំកាត់ស្លឹកចេកហើយគឺខ្ញុំយកវាទៅសម្ដិលមួយថ្ងៃឲ្យវារាងសពូនងាយស្រួលក្នុងការយកមកខ្ចប់នំធ្វើនំថ្ងៃនេះមាន assistant មកជួយចាអញ្ជូនស្លឹកចេកយកទៅដាក់សម្ដិលថ្ងៃសម្ដិលអីចឹងទៅហើយ assistant របស់ខ្ញុំហ្នឹងគឺជាអតិថិជនទី1ដែលបានញ៉ាំនំរបស់ខ្ញុំពេលដែលលើកចុះពីចក្រានគឺថារាល់នំដែលខ្ញុំធ្វើគឺគាត់នឹងឲ្យជាអ្នកចង់ញ៉ាំជាអ្នកកំងបន្ទាប់ពីហាលស្លឹកចេករួចខ្ញុំមកជ្រៀកវាមកល្មមតែយើងអាចខ្ចប់នំបានណាហើយស្លឹកចេកនេះរាងក្រៀមបន្តិចហើយដោយសារខ្ញុំដាក់ហាលវាចោលហើយបន្ទាប់មកគឺខ្ញុំយកម្សៅដែលខ្ញុំសកត់រួចហ្នឹងយកមកដាក់កូរជាមួយនឹងស្ករគឺខ្ញុំប្រើ3ស្លាបព្រាបាយដែលខ្ញុំកំពុងតែកាន់ហ្នឹងណាបន្ទាប់មកបាទខ្ញុំដាក់សាច់តឡាចចូលចាយើងកូរម្សៅជាមួយស្ករហ្នឹងឲ្យវាคล้ายជាល្បាយតែមួយសិនចាំយើងដាក់តឡាចចូលហើយខ្ញុំដាក់ថែមខ្ទិះដូងបន្តិចបងស្មានមើលឲ្យត្រូវណាបើសិនជាយើងដាក់ខ្ទិះដូងច្រើនធ្វើឲ្យម្សៅយើងជ្រាយវាពិបាកខ្ចប់ហើយបើសិនជាពិបាកខ្ចប់បងត្រូវយកវាទៅកូរនៅលើភ្លើងសិនទៅអាចខ្ចប់បានណាប៉ុន្តែសម្រាប់ខ្ញុំគឺអត់ទេខ្ញុំស្មានមកល្មមតែខ្ញុំអាចខ្ចប់បានហើយយើងយកវាទៅចំហុយយកហ្មងអត់មានកូរលើភ្លើងអីទៀតទេចាហើយដូចបងឃើញហើយឥឡូវហ្នឹងខ្ញុំកំពុងតែខ្ចប់នំចាខ្ចប់នំនំនេះគឺតឡាចមួយខ្ញុំប្រើម្សៅអង្គខ្សាយចំនួន1កំប៉ុងហើយស្ករ3ស្លាបព្រាបាយដែលខ្ញុំកាន់ជាមួយនឹងខ្ទិះដូងគឺខ្ញុំដាក់ប្រហែលជា3-4ស្លាបព្រាដែរទេហើយនំតឡាចនេះគឺអត់មានរឹងទេណាពុកម៉ែបងប្អូនយើងប្រើម្សៅខ្សាយជាមួយនឹងតឡាចប៉ុន្តែយើងគិតថាវារឹងណាពេលដែលត្រជាក់ប៉ុន្តែអត់រឹងទេគឺទន់ឆ្ងាញ់ហើយល្មួតស្អិតដូចនំចេកចំហុយនំល្ពៅអីចឹងសូមអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ